ជំViệc រាបសួរ xưa បងប្អូនអរគ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញបុគ្គលិកថ្មីដែលទើបតែចូលបាស័យស្អាតរបស់យើងឲ្យស្វែងយល់ពីបរិយាកាសទំហំដីទំហំផ្ទះតម្លៃផ្សេងអញ្ចឹងបងប្អូនដែលស្រឡាញ់ពេញចិត្តចាប់អារម្មណ៍បាទអាចអញ្ជើញទៅមើលជាមួយខ្ញុំទាំងអស់គ្នាបានបងនេះបាទខាងក្រោយនេះគឺជាទស្សនវិជ្ជាផ្ទះភ្ញៀវទាំងអស់អញ្ចឹងនៅនេះដឹងថាតម្លៃផ្ទះដែលខាងក្រោយនេះតម្លៃប៉ុន្មានហើយគេលក់មិនអីមិនអញ្ចឹងណា អត់ដឹងទេបង អញ្ចឹង ទៅសួរបងសិន អញ្ចឹង ផ្ទះខាងក្រោយហ្នឹងថ្លៃប៉ុន្មាន សម្រាប់វិឡាតូលខាងក្រោយដែលបង្ហាញនៅខាងក្រោយនេះគឺតម្លៃតែ210,000ជាងទេអញ្ចឹងណាអូន210,000ជាងហើយនេះគឺលក្ខខណ្ឌបងប្រាក់ល្អលក្ខខណ្ឌបងប្រាក់គឺអានេះអាចចូលរួមសម្រាប់ភ្ញៀវបើសិនជាមានភ្ញៀវគាត់ចាប់អារម្មណ៍គាត់ទិញផ្ទះនេះគាត់ចូលរួមតែ6,000បានហើយសម្រាប់ភ្ញៀវសម្រាប់ផ្ទះកំពង់សង់សំណង់18ខែតែបើសិនជាភ្ញៀវដែលគាត់មានន័យថាគាត់ប្រញាប់ផ្ទះចូលនៅអូនអញ្ចឹងគាត់អាចមើលផ្ទះសង់ហើយស្រាប់បែបនេះតែភ្ញៀវទិញនេះគឺគាត់ចង់បានផ្ទះហើយស្រាប់គាត់បង់30%មុនអញ្ចឹង30%ខ្ទង់ល្បាក់ប្រហែលជា36,000ទេហើយភ្ញៀវគាត់មានសិទ្ធិដេក័រតយ៉ាថែមថយខាងក្រោយខាងក្នុងអីចង់ដេក័រថែមថយតុកទូកៅអីសាឡុងវាំងននបានមួយអែមតែម្ដងជាក់ស្ដែងណៃមើលនេះផ្ទះភ្ញៀវណៃឃើញនេះផ្ទះភ្ញៀវគាត់ទិញដីសធំនេះដឹងតម្លៃប៉ុន្មានអត់បងតម្លៃ410,000ជាង510ឯនេះណាហើយផ្ទះហ្នឹងគឺមាន4ផ្ទះនេះមាន1 2 3គាត់បងប្អូនតែមួយតានេះអញឃើញគាត់ដាក់ទ្វារចូលគ្នាឃើញបាទគាត់បងប្អូនតែមួយទេអញ្ចឹងគាត់យក4ផ្ទះបញ្ចូលគ្នាហ្នឹងនេះគាត់សល់ដីធំធំណាហើយល្អគាត់បងផ្ដាច់ទៀតណាហើយនៅមើលបរិយាកាសតិចទៀតបងនាំណៃទៅមើលផ្ទះភ្ញៀវបងមួយផ្ទះ C15 ហ្នឹងគឺគាត់យកដីធំដូចគ្នាគាត់យកដីធំដូចគ្នាបងមួយទៀតចង់ដឹងថាទីតាំងនៅណាទីតាំងអញ្ចឹងបងប្រាប់អណៃសម្រាប់ទីតាំងនេះបើសិនជាភ្ញៀវគាត់សួរថាទីតាំងនៅណាអណៃអាចប្រាប់ពួកគាត់បានថាសម្រាប់ទីតាំងវេឡាតូលយើងនេះគឺនៅភ្នំពេញនឹងតែម្ដងអានេះគឺនៅខណ្ឌព្រែកភ្នៅណានៅរាជធានីភ្នំពេញម្ដុំផ្លូវទៅនុបកប់ស្រូវប្រាប់គាត់ចឹងទៅថាទីតាំងយើងនេះគឺនៅម្ដុំផ្លូវទៅនុបកប់ស្រូវចូលតាមផ្លូវវត្តភ្នាសាលាការ៉េសំខាន់ទីតាំងនេះល្អយើងអាចប្រាប់ភ្ញៀវថាទីតាំងនេះល្អដោយសារតែយើងនៅជាប់ជាមួយនឹងផ្លូវគេហៅថាផ្លូវក្បាត់ក្រុងទី3ដែលផ្លូវហ្នឹងតបជាប់ផ្លូវជាតិ6ខ្សែចាប់ពីលេខ1លេខ2លេខ3លេខ4លេខ5លេខ6អញ្ចឹងណាអញ្ចឹងវាល្អមែនតើហើយសំខាន់ទីតាំងនេះភ្ញៀវដែលគាត់ទិញនៅនេះល្អថងថាគាត់គៀកជាមួយនឹងប៉ែតដេជោផ្សារដើមគោថ្មីគៀកពលានយន្តហោះប៉ូចិនតុងគៀកផ្លូវលបឿនលឿនភ្នំពេញកំពង់សោមល្អខ្លាំងតែម្ដងណាអញ្ចឹងអតិជនដែលគាត់អញ្ជើញមកទិញនេះល្អហើយនេះដូចតែភ្ញៀវគាត់គាត់ចាប់ដើមតសម្រាប់ថែមថយអីផ្សេងស្អាតឃើញបងជាងវិស្វករគាត់ពងតែរៀបចំថែមចូលនៅហីនោះផ្ទះភ្ញៀវហ្នឹងគាត់ចូលនៅផ្ទះកែងទៀតអូនចាណែផ្ទះកែងទៀតនេះផ្ទះប្រប៉ុណ្នេះបងអើយបើសិនជាអតិជនគាត់យកដីធំទៀតស្អាតល្អតែម្ដងណាហើយមើលផ្ទះនេះបងប្អូនភ្ញៀវគាត់ចូលនៅអស់អាលេងហ្នឹងអូនហើយមើលខាងនេះគាត់តដៃស្មិតអស់ពី 30,000 ទៀតណាគាត់ថែមថយស្អាតទលាយមែនតើណាសម្រាប់ផ្ទះមួយណាមើលទលាយមែនតើហើយខាងនោះកំពុងតែសាងសង់ធ្វើបន្តទៀតអញ្ចឹងអ៊ូអរមែនតើនៅនេះណាអ៊ូអរខ្លាំងមែនតើហើយបណ្ដាចូលមកនៅខាងក្នុងនេះរៀងចាប់អារម្មណ៍មិនដែរចំណាប់អារម្មណ៍ណាចំណាប់អារម្មណ៍មិនដែរបន្ទាប់មកចូលមកឃើញផ្ទះស្អាតឃើញម៉ូតផ្ទះឃើញអីមានចំណាប់អារម្មណ៍មិនដែរចាបងពេញចិត្តតែបងពេញចិត្តហើយមានអារម្មណ៍ថាចង់មករស់នៅដោយសារតែវានៅជាប់នឹងទីប៉ែតជាប់ផ្សារដំកហើយនៅចិត្តពលានយន្តហោះទៀតអញ្ចឹងណាបងណែអញ្ចឹងស្អាតមែនតើអញ្ចឹងចំណាប់អារម្មណ៍គឺល្អមែនតើហើយជាពិសេសមួយទៀតសម្រាប់បងដែលភ័យខ្លាចបារម្ភខ្លាចអត់មានផ្ទះអត់មានប្លង់បងអើយបាទផ្ទះក៏មានប្លង់ក៏មានស្រាប់ហើយហ្នឹងអញ្ចឹងបងនៅបារម្ភអីទៀតឥឡូវហ្នឹងគឺយើងមានផ្ទះហើយស្រាប់យើងមានប្លង់ហើយស្រាប់អត់ពិបាកចូលរួមមុនច្រើនទេអ្នកដែលចង់បានផ្ទះហើយស្រាប់ទិញភ្លាមចូលនៅភ្លាមចូលរួមមុនបាទ36,000កាត់ប្លង់ជូនផ្លែតអាចចូលនៅបានភ្លាមហើយសមមិនដាក់តទៅធនាគារតែបើសិនជាបងអត់ប្រញាប់ចូលនៅទេបងអាចមើលផ្ទះក្នុងកំឡុងពេលសាងសង់បងចូលរួមមុនតែ6,000ទេស្អាតទលាយនេះផ្ទះភ្ញៀវខ្ញុំមើលបងផ្ទះនេះសល់ដីជាង6ម៉ែត្រគាត់ចិត្តមកនៅឯប្រហែលជាអាចមុនចូលឆ្នាំអីគាត់មកនៅគាត់ចាប់ដើមរៀបចំដាំបន្លែបកាយផ្សេងតិចត្រួសទៅហីតែនេះសល់ដីធំហ្នឹងហើយ
hay mưa là bong của pua bong mái chặt đấy nhỉ là bong đấy châu của pua hay châu pi mái đấy nhỉ là bong hay được hàng không nắng một té cứ sau đây mà mái tầng ó ôn nhỉ ចា hay dương tham cho mùi nâng ធំសម្រាប់ ធុងសម្រាមឲ្យទាំងអស់អញ្ចឹងភ្ញៀវខ្លះដូចភ្ញៀវខាងមុខនោះគាត់ដាំផ្កាដាំអីស្អាតមែនតើណាបរិយាកាសជាមួយផ្ទះនេះបងមើលផ្ទះមួយស្អាតតលាយបាទខាងនេះដុសស្មៅឡើងប៉ុណ្ណាប៉ុណ្ណីហើយមើលផ្ទះខាងនេះស្អាតហ្នឹងណាហើយតម្លៃទៅ2 10,000ជាងហ្នឹងមិនគួរឲ្យជឿផ្ទះនេះតម្លៃជាង2 10,000ព្រោះផ្ទះទាំងអស់នេះម៉ូតនេះបើសិនជានៅក្នុងតម្លៃអត់ក្រោម30 40,000ទេផ្ទះប៉ុណ្នេះព្រោះស្អាតនៅម្ដុំអ៊ីអនម្ដុំសែនសុកអីចឹងណាអត់ក្រោម20 30,000ទេសម្រាប់ម៉ូតផ្ទះទាំងអស់ហ្នឹងណាគាត់តយ៉ាបតអីប៉ុណ្នេះគឺស្អាតហើយអតិជនគាត់ចូលនៅអស់ហើយនេះដូចផ្ទះខាងនេះអីគាត់ចូលនៅអស់ហើយមើលគាត់ដាំផ្កាដាំអីនោះដាំផ្កាខាងនោះដាំផ្កាដាំអីមើលទៅ ស្វាយគាត់មានផ្លែហើយ ស្វាយខាងនេះបាទនេះដាំស្វាយនោះផ្លែចាប់ដើមមកផ្លែមួយបាទតិចទៀតគេផុតទេបាទផ្លែស្វាយបាទបុកតំបិលមកប៊ីចេងបាទដាក់មកច្រើនណាបាទហើយផ្ទះខាងនេះមកគាត់ដាំជីដាំសក្រីនៅមុខផ្ទះស្អាតណានេះដាំជីដាំសក្រីនៅមុខផ្ទះស្អាតមែនតែនហ្មងក្អូបនេះជីនាងវងក្អូបមែនតែនជីនាងវងឈ្ងុយឈប់មើលសក្រីលាស់ល្អគាត់ស្ទើរចាក់ទឹកតិចហើយខ្ញុំចាស់ផ្ទះនៅចាំមើលថ្ងៃណាចាំជួយចាក់ទឹកគាត់តោះខ្ញុំនាំបងនាំម្នាក់ឯងទៅមើលទស្សនភាពបរិយាកាសនោះចេញទៅដល់សួនដល់ម៉ាតដល់អីផ្សេងទៀតស្អាតទលាយមែនតើណាមកទស្សនភាពបរិយាកាសនោះមើលនោះខាងនោះគេចូលនៅអស់ហើយខាងនោះមានសួនមានម៉ាតអីទៀតហ្នឹងមើលស្អាតទលាយមែនតើណាមានសួនមានម៉ាតសំខាន់ម៉ាតយើងក៏លក់ដែរបើសិនជាមានភ្ញៀវគាត់ចង់បានអីនេះប្រាប់គាត់ទៅថានោះមានម៉ាតលក់ណាតម្លៃល្អម៉ាតយើងណានោះមានដាក់ម៉ាតលក់តម្លៃល្អហើយមានសួនមានអីនៅខាងហ្នឹងសំខាន់ម៉ាតនេះគាត់ចង់ខាងក្រោមគាត់អាចឆ្នៃលក់ដូរអីចឹងទៅហើយខាងលើគាត់បើក Sky Bar អង្គុយលេងអីចឹងទៅក៏បានដែរមានបន្ទប់ទឹកមានអីស្រាប់នៅខាងក្នុងណាមានកន្លែងក្មេងលេងមានអីក្នុងស្រាប់ស្អាតមែនតើហើយជួរនេះអតិជនគាត់ចូលនៅច្រើនអូនអានេះប្រាប់គាត់អញ្ចឹងទៅអតិជនគាត់ចូលនៅច្រើនមើលជាក់ស្ដែងដូចយើងថតបង្ហាញអញ្ចឹងនៅជាក់ស្ដែងហើយផ្ទះនោះហើយយ៉ាងអីស្គាល់បាទ Darlin idol យើងបាទហើយមើលសិតតែភ្ញៀវដែលគាត់ចូលនៅហើយស្អាតទលាយមែនទែនហើយនោះខ្លោងទ្វារចូលសន្តិសុខ24 ម៉ោងសន្តិសុខ24 ម៉ោងហើយកាមេរ៉ាសុវត្ថិភាពនោះគ្រប់ជ្រុងគ្រប់ច្រកនោះគឺកាមេរ៉ាសុវត្ថិភាពតែម្ដងបងប្អូនណាគឺកាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុងគ្រប់ច្រកតែម្ដងបាទហើយមើលផ្ទះដើមឈើនេះមកដើមឈើឡើងស្អាតឡើងទលាយសោះបប្រងតែម្ដងណាសម្រាប់ដើមឈើនេះនេះមើលឃើញបរិយាកាសដើមឈើស្អាតទលាយនេះឃើញការដាំដើមឈើមានដើមឈើមានអីមានផ្កាមានសួនស្រស់ឆើតឆាយរបស់គេណាបាទស្រស់ឆើតឆាយតែម្ដងនេះឃើញបាទមានស្មៅមានផ្កាមានអីផ្ទះស្អាតមែនតើទៅ2 10,000ជាងចូលរួម1000ល្អមែនតើអញ្ចឹងថ្ងៃនេះនៅប្រាប់អនឯងតែប៉ុណ្្នឹងសង្ឃឹមថាអនឯងអាចប្រាប់បញ្ជូនព័ត៌មាននឹងទៅដល់ភ្ញៀវឲ្យគាត់បានដឹងបានឮបានឃើញផងបាទអរគុណច្រើន